bà áo chẳng nứt tờ đo về hao là nằm rồi Chevrolet đón bà mà nước cục nia tay nhà nó khơi hưởng tha xong cháy bà ôi prao nó xong cháy tên mình tên bà hay mùi tiền nó cứ xua chi bà bông bật bà bông prao bông bà ta mà đào bên đi lan Chevrolet miền lan Akisaniประเภท ấy khác này សម្រាប់ Chevrolet នៅទីផ្សារប្រទេសកម្ពុជារបស់យើងនេះគឺយើងមាន3 model ហើយយើងញែកដាច់ជា2ប្រភេទគឺជាមានប្រភេទអាគិសនីសុទ្ធហើយនិងអាគិសនីលីសាំងដែលយើងហៅថាplug in hybrid អូបាទបងបាទអាពីក្រោយយើងនេះគឺជា model អីគេmodel Chevrolet Captiva PHEV ជាប្រភេទអាគិសនីលីសាំងហើយអាក្រោយនេះគឺជាប្រភេទ Chevrolet Captiva EV ជាប្រភេទអាគិសនីសុទ្ធហើយខ្ញុំជឿថាគ្នាយើងដែលមក showroom របស់ Chevrolet ប្រកាសជាមានសំណួរយើងដូចខ្ញុំអញ្ចឹងតើយើងជិះនេះអាគិសនីលីសាំងហើយនឹងអាគិសនីសុទ្ធបាទបងតើឡានពីរនឹងវាខុសគ្នាយ៉ាងម៉េចសម្រាប់រថយន្តអាគិសនីលីសាំងគឺជាប្រភេទរថយន្តដែលមានបំពាក់ជាមួយទៅនឹងម៉ាស៊ីនបូកជាមួយម៉ូទ័រហើយថែមបូកជាមួយទៅនឹងថាមពលថ្មគេហៅថា battery បន្ថែមទៀតណាបងបាទហើយវានឹងធ្វើការដំណើរការដោយឆ្លាស់គ្នាដោយស្វ័យប្រវត្តិបន្ថែមទៀតបាទហើយពិសេសបន្ថែមទៀតជាប្រភេទរថយន្តអគ្គិសនីលីសាំងរបស់យើងគាត់អាចជ្រើសរើសមុខងារម៉ូដនៃការបើកបរជាប្រភេទអគ្គិសនីសុទ្ធបន្ថែមទៀតក៏បានដែរក្នុងក្រុងហិតសន្សំចៃបន្ថែមទៀតប៉ុន្តែសម្រាប់រថយន្តអគ្គិសនីសុទ្ធវិញដែលហៅថា Chevrolet Captiva EV របស់យើងគឺជាប្រភេទរថយន្តដែលគ្មានម៉ាស៊ីនបាទគឺមានតែម៉ូទ័របូកជាមួយទៅនឹងថ្មអាគុយបាទហើយគឺអត់មានផ្សែងចេញតាមស៊ីម៉ាំងដូចរថយន្តសាំងឬក៏អគ្គិសនីលីសាំងទេបាទហើយតទៅពេលយើងឡើងជិះឡានណាបាទតើជិះឡានសាំងហើយម៉ាស៊ុតហើយមួយឡានអគ្គិសនីតើវាខុសគ្នាបែបណានេះជារួមតកតងជាមួយទៅនឹងការប្រើប្រាស់រវាងឡានសាំងឬក៏ឡានម៉ាស៊ុតបើធៀបជាមួយទៅនឹងឡានអគ្គិសនីចំណុចទី1គឺភាពស្ងាត់ហើយគឺការបើកបរគឺ smooth រលូនតែម្ដងបាទហើយចំណុចទី2មានន័យថាការប្រើប្រាស់ងាយស្រួលបាទការប្រើប្រាស់ប្រចាំថ្ងៃហើយងាយស្រួលក្នុងការសាកថ្មនៅពេលយប់នៅតាមផ្ទះថែមទៀតហើយអ្វីដែលពិសេសចំណុចទី3នោះគឺភាពសំចៃនឹងតែម្ដងគឺសំចៃច្រើនមែនទែនបាទចឹងឥឡូវយើងកំពុងឈរមុខឡានហើយបងអើយទាំងអស់គ្នាបើបានមកដូចខ្ញុំគឺទ្រាំបានទេបាទឥឡូវមើលបុលជួយណែនាំបន្តិចមើលតើរចនាបែបណាទៅដូចដែលបុលនិយាយកន្លែងណាដែលថាមើលឲ្យពេញចិត្តហ្មងបាទបងបាទសម្រាប់ model នេះគឺ Chevrolet Captiva EV បាទអញ្ចឹង Captiva EV នេះចង់បង្ហាញជូនបងថាភាពតាក់ទាញគឺដំបូលពីរពណ៌ two tone ដូចបងឃើញដំបូលខ្មៅបាទអាខ្មៅខាងលើនេះអញ្ចឹងបាទហើយសម្រាប់តួខ្លួនខាងក្រៅគឺ design មករាង aerodynamic បាទយើងជ្រែកខ្យល់តែយើងនិយាយថា aerodynamic ហ្នឹងជ្រែកខ្យល់បែបណាទី1មុខរបស់វាគឺជំមុចបាទសួយបាទអញ្ចឹងពេលដែលបើកបរលឿនលឿនគឺវាជ្រែកខ្យល់បានល្អហើយមិនត្រឹមតែប៉ុណ្ណោះគឺមានកន្លែងបរហូរខ្យល់បន្ថែមទៀតទៅសងកន្លែងតែម្ដងបាទនេះបងនេះបាទបងបាទអញ្ចឹងពេលរត់កាន់តែលឿនខ្យល់ចូលទៅក្នុងស្អំធ្វើឲ្យឡានយើង smooth រត់កាន់តែមានលំនឹងល្អហើយមិនត្រឹមតែប៉ុណ្ណោះហើយកម្លាំងនៅតែខ្លាំងថែមទៀតប៉ុន្តែចង់បញ្ជាក់បងក៏ដូចជាអ្នកកំពុងទស្សនាបន្ថែមទៀតសម្រាប់រថយន្តនេះតើតងជាមួយទៅនឹងកម្លាំងខ្លាំងក៏ប្រមាណធានាជូនដែរតើតងជាមួយទៅនឹងកម្លាំងរហូតដល់201សេសបាទម៉ូទ័រខ្លាំងមែនតើបាទ201សេសកងបានតែម្ដងជន់ស្ទុះបាត់បាទគាត់ជន់ស្ទុះហ្មងបាទហើយសម្រាប់អាគុយរបស់រថយន្តនេះតេជនគាត់យកទៅកុំបារម្ភការប្រើប្រាស់ជាពេល8ឆ្នាំឬក៏160000គីឡូមានការធានាចេញរោងចក្រហ្មងហើយកញ្ចប់ប្រព័ន្ធសុវត្ថិភាពមកជាកញ្ចប់អស់ហើយបងសូម្បីតែភ្លើងខាងមុខក៏បិទបើកស្វ័យប្រវត្តិដែរណាបងបាទភ្លើងបិទបើកស្វ័យប្រវត្តិហើយតម្លាក់តម្លើងហ្វាដោយស្វ័យប្រវត្តិថែមទៀតមានន័យថាមេឃល្ងិតភ្លឺមេឃភ្លឺវាធ្វើការបិទខ្លួនឯងបាទហើយពេលដែលមានមនុស្សបើកមកវាតម្លាក់ខ្លួនបាទមានករណីមានភ្លើងចាំងប្រច្រាស់គ្នាវាធ្វើការតម្លាក់ដោយស្វ័យប្រវត្តិពេលដែលផុតភ្លើងមកពីមុខវានឹងធ្វើការតម្លើងដោយស្វ័យប្រវត្តិខ្លួនឯងតែម្ដងគឺទៅCaptiva នេះមានសិលធម៌ណាមានសិលធម៌សុជីវធម៌នៃការបើកបរគ្រឿងនេះមានសិលធម៌មកក្នុងការបើកបរបាទសូម្បីតែផ្លិតទឹកក៏ជាភេទផ្លិតទឹកអូតូដែរភ្លៀងខ្លាំងបក់ខ្លាំងភ្លៀងតិចបក់តិចបាទគឺមកស្រួលហ្មងបាទមកស្រួលអានេះគឺថាសឹងតែម្ចាស់អត់ធ្វើអីបាទបងបាទកាន់ដូចកូនបីភ្លៀងផ្លិតទឹកអូតូបាទបងបាទ
បាទហើយកញ្ចប់សុវត្ថិភាពមកជាកញ្ចប់ឯបងនៅក្រាដាខាងលើតែគេហៅថា ADAS system ណាបង ADAS system តើវាចាប់អីខ្លះទាំង vehicle ទាំងមនុស្សទាំងសត្វបាទអញ្ចឹងបើសិនជាករណីថាយើងបើកគៀកឧបសគ្គយើងអត់ជន់ហ្វ្រាំងវានឹងផ្ដល់តំណែងឲ្យដឹងហើយកាន់តែគៀកមែនទែនវានឹងធ្វើការចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិដោយខ្លួនឯងទៀតបាទហើយសូម្បីតែបើកបរក្នុងកន្លងសុវត្ថិភាពដែលយើងគ្រាន់តែងាកចេញវានឹង alert ឲ្យយើងដឹងហើយវាធ្វើការទាញអាយកូតចូលក្នុងកន្លងសុវត្ថិភាពបន្ថែមទៀតវ៉ាបាទហើយមិនត្រឹមតែប៉ុណ្ណោះសម្រាប់ឆ្លងកាត់ទីវ៉ា EV នេះមានមុខងារបើកបរតាមឡានខាងមុខបន្ថែមទៀតឡានខាងមុខបើកលឿនលឿនបើមុខបើកយឺតឡានខាងមុខឈប់វានឹងការឈប់ដល់ខ្លួនឯងដែរបាទពិសេសមែនតើបាទពិសេសមហាពិសេសហ្មងនេះហើយកំណត់លបឿននៅលើដៃកូតគេហៅថាប្រព័ន្ធ cruise control ផ្លូវកោងវានឹងធ្វើការបង្អស់លបឿននៅស្វ័យប្រវត្តិលើសរថយន្តដតីមួយចំនួនបន្ថែមទៀតអានេះយើងអាចនិយាយថាបងប្អូនដែលបើកនេះអាឡានអគ្គិសនីសុទ្ធបាទរបស់ Chevrolet នេះបើកហើយនៅបុកគេបាទហួសនិយាយបាទយើងរំអ្នកបើកឡានហួសនិយាយហ្មងបាទបងបាទយើងរំប្រព័ន្ធសុវត្ថិភាពនេះវាជួយយើងសឹងទាំងអស់ហើយណាបាទបងបាទហ្នឹងហើយបងហើយកង់14ងាយស្រួលទៀតពេលដែលយើងសប់វានឹងសូឲ្យដឹងថាកង់យើងប្រហែលគីឡូក្នុងហ្នឹងទៀតបាទហើយវាមាន sensor ថ្លឹងសម្ពាធខ្យល់កង់ឲ្យស្រេចចឹងកង់ណាស្ទើរខ្យល់កង់ណាធ្លាយអីវាលោតទីតាំងកង់បង្ហាញនៅក្នុងកុំព្យូទ័រឡាននៅក្នុងកុំព្យូទ័រឡានបាទមិនបាច់ម្ចាស់មកចុះមើលហើយកង់នេះធូរអត់ទេបាទបងបាទបាច់ចុះមកមើលទេបាច់ចុះមកមើលទេយើងមើលតែក្នុងឡានក៏ដឹងថាកង់ណាមានបញ្ហាដែរបាទនិយាយរួមបើមិនបានមកមើលផ្ទាល់បើមិនបានមកស្ដាប់ផ្ទាល់ទេអត់ដឹងថាក៏ទៅទំនើបមែនតើណាបាទបងបាទហើយយើងមកអានេះនិយាយរួមរៀងវាដូចគ្នាទាំងអស់រៀងដូចគ្នាបងបាទប៉ុន្តែអ្វីដែលសម្រាប់ขับជីវ៉ា PHEV នេះខុសជាមួយទៅនឹង EV គឺជាប្រភេទរថយន្តដែលមានម៉ាស៊ីនផងម៉ូទ័រផងហើយមានអាគុយជំនួយម៉ូទ័របន្ថែមទៀតតែដើររួមជាមួយគ្នាណាបងបាទនៅខាងមុខនេះនៅខាងមុខនេះផ្ទាល់តែម្ដងបាទអញ្ចឹងជាប្រភេទម៉ាស៊ីនសាំង 1.5 បូកជាមួយទៅនឹងម៉ូទ័របន្ថែមទៀតផលិតកម្លាំងរហូតដល់201សេះវ៉ាវបាទវាស្ទុះដូចគ្នាដោយសារតែប្រភេទអគ្គិសនីគឺរ៉ាន់នៅម៉ូទ័រអញ្ចឹងកងបានបាទហើយដូចបងឃើញយ៉ាងសាច់ដែកដបូលបាទក្រាស់ធ្ងន់ហាប់មាំបាទតោះនេះមុននឹងទិញឡានណាមកគោះឡានទៅនឹងមិនដឹងបាទបងបាទហើយឡានយីហោអាមេរិកគោះទៅចេញអញ្ចឹងបាទតោះនេះលឺអញ្ចឹងឯងបាទអញ្ចឹងបងនេះសម្រាប់អ្នកដែលគាត់រត់ឡានណាហើយក៏ប្រហែលជាបងប្អូនចាស់ជីវកម្មមួយចំនួនផងដែរដែលគាត់មានឡានសាំងឥឡូវស្ដាប់យើងហើយគាត់ចង់សាកគាត់ចង់មកសាកឡានអគ្គិសនីតើបុលមានអីចង់ផ្ដាំទៅពួកគាត់ណាបាទបងអញ្ចឹងអតិថិជនដែលគាត់តែកំពុងតែស្វែងរករថយន្តអញ្ចឹងគាត់អាចសាកល្បងបានកុំខ្លាចនៃការសាកល្បងនៅរថយន្តអគ្គិសនីព្រោះអីសម្រាប់ Chevrolet ផ្ទាល់ហ្មងគឺយើងមានការធានាត្រឹមត្រូវចេញពីរោងចក្រផ្ទាល់តែម្ដងហើយធានាគុណភាពគឺបោះសហរដ្ឋអាមេរិកប្រព័ន្ធសុវត្ថិភាពគឺស្តង់ដារបោះសហរដ្ឋអាមេរិកបាទអញ្ចឹងគាត់អាចមកមើលសូរូមបន្ថែមទៀតបានយើងមានរថយន្តអគ្គិសនីក៏ដូចជាអគ្គិសនីលាយសាំងបាទមានច្រើនជម្រើសមានច្រើនmodel ជូនគាត់មើលបន្ថែមទៀតអញ្ចឹងគាត់អាចផ្លាស់ប្ដូររថយន្តក៏បានគាត់អាចទិញបន្ថែមទៀតក៏បានដែរមានអ្នកទិញថែមមួយទៀតបើសិនជាគាត់មានឡានសាំងឬក៏ឡានម៉ាស៊ូតមួយទៀតហើយណាដើម្បីអីទទួលបានបទពិសោធន៍ថ្មី lifestyle បែបថ្មីហើយភាពសន្សំចៃបើកបរទៅប្រកបដោយផាសុកភាពស្ងាត់ smooth រលូនហើយសន្សំចៃសម្រាប់គាត់ពេលដែលត្រូវការចំណាយជាប្រចាំបាទតែត្រៃហើយគឺប្រហែលជាពួកគាត់មានអារម្មណ៍ថាអញបើមិនបានទិញថ្ងៃហ្នឹងដូចអត់លក់ហ្មងមើលទៅជាត្រឹមត្រូវបងតោះគ្នាមិននិយាយលេងណាមុនហ្នឹងធ្ញូអង្គុយខាងនោះហើយខ្ញុំមកម៉ោង5ជាងហើយគាត់នឹងអង្គុយហ្នឹងខ្ញុំជឿថាការសម្រេចចិត្តរបស់បងប្អូនគឺពិបាកនឹងដើរចេញណាបាទបងបាទនេះដោយសារឡានអគ្គិសនី2គ្រឿងនេះឯងបាទបងបាទត្រឹមត្រូវបង